ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាំអារម្មណ៍បងប្អូនមកទស្សនាឬដំណើរកម្សាន្តរបស់ក្រុមគ្រួសាររបស់ខ្ញុំអញ្ចឹងណាមកលេងទីរួមខេត្តកំពតទៀតហើយបងប្អូនហើយថ្ងៃនេះពិតជាសំណាងមកមើលចំថ្ងៃមកលេងចំថ្ងៃអធិស្ឋានបងប្អូនមកលេងចំថ្ងៃទឹករំផ្ការំកំពុងតែបាញ់ប្រសាទក្នុងទីរួមខេត្តកំពតណាហើយពិតជាស្រស់ស្អាតមែនទែនហើយថ្ងៃនេះក៏មិនសូវមានមនុស្សច្រើនណាស់ណាទេបងប្អូនមិនល្មមទេដោយសារខ្ញុំមកពីប្រលប់អញ្ចឹងណាហើយបងប្អូនអ្នកកពតរបស់យើងគាត់មិនតាន់ធ្វើដំណើរមកដល់អញ្ចឹងណាហើយថ្ងៃនេះមកបានមើលទស្សនាទឹករំផ្ការំនៅទីរួមខេត្តកំពតបងប្អូននេះពិតជាស្រស់ស្អាតមែនទែនបងប្អូនគ្រាន់តែឃើញនឹងមិនស្រស់ស្អាតប៉ុណ្ណាទេរំតាមចង្វាក់ភ្លេងហើយមានភ្លើងពណ៌ទៀតបងប្អូនហើយពិតជាស្រស់ស្អាតណាពិតជាស្រស់ស្អាតណាស់ថ្ងៃនេះហើយមកដើរកំសាន្តសប្បាយបងប្អូនកុំឲ្យយើង stress ពេកអញ្ចឹងណាយើងមកលេងខេត្តកំពតទៅបងប្អូនមិនខុសបំណងបងប្អូនទេកន្លែងដើរកំសាន្តមានច្រើនណាស់បងប្អូនឲ្យតែបងប្អូនមកលេងមានពេលមកលំហែកំសាន្តអញ្ចឹងណាហើយមិនខ្វះកន្លែងដើរកំសាន្តទេបងប្អូនក្នុងទីរួមខេត្តកំពតរបស់យើងហើយនេះមាត់ព្រែកកំពតបងប្អូនពិតជាស្រស់ស្អាតមែនទែនហើយនៅខាងនោះសេះសមុទ្របងប្អូនខ្ញុំមកឆ្ងាយពីខាងសេះសមុទ្របន្តិចហើយនេះកូនពៅរបស់ខ្ញុំនៅមិនសូវស្ងៀមទេមកដឹងតែសប្បាយហើយចូលចិត្តដើរលេងកំសាន្តបងប្អូនហើយមើលបងប្អូនទេសភាពស្រស់ស្អាតណាស់ហើយខ្ញុំបង្ហាញពីទឹករំផ្ការំនៅខេត្តកំពតឲ្យបងប្អូនទស្សនាអញ្ចឹងពិតជាស្រស់ស្អាតណាស់បងប្អូននេះណែស្អាតរបស់គេមែនស្អាតមែនទែនបងប្អូនហើយកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំឲ្យបានដល់ចប់អញ្ចឹងណាហើយចំពោះការបាញ់ទឹកនៅខេត្តកំពតបងប្អូនបាញ់យូរមែនទែនបងប្អូនខ្ញុំអង្គុយមើលហ្នឹងបាញ់ជោគប្រហែលជាកន្លះម៉ោងណាបងប្អូនហើយបើថ្ងៃបុណ្យក៏បាញ់ទឹកដែរបងប្អូនខ្ញុំមុនថ្ងៃបុណ្យមួយថ្ងៃនេះមុនថ្ងៃបុណ្យមួយថ្ងៃអញ្ចឹងណាហើយទឹករំផ្ការំយើងពិតជាស្រស់ស្អាតណាបងប្អូនបាញ់តាមចង្វាក់ភ្លេងអញ្ចឹងណានេះប្រហែលជាបាញ់មិនតាន់អស់ទេខ្ញុំមកចំនេះប្រហែលជាបាញ់លក្ខណៈខ្នាតតូចទេបងប្អូនណាប្រហែលជាមានខ្នាតធំទៀតព្រោះឃើញបាញ់តែមួយជ្រុងអញ្ចឹងណាស្អាតទេបងប្អូនបើស្អាតជួយ comment នៅខាងក្រោមឲ្យ admin ម្នាក់មួយផងហើយកុំភ្លេចទស្សនាទាំងអស់គ្នាទស្សនានៅវីដេអូរបស់ខ្ញុំនេះបងប្អូនណាស្អាតស្រស់ស្អាតមែនទែនដាក់តាមចង្វាក់ភ្លេងតែម្ដងហើយខ្ញុំក៏មិនបានបើកសំឡេងឲ្យឮដែរដោយសារមានសំឡេងចាក់មកអញ្ចឹងខ្លាចជាប់ copyright ធ្វើឲ្យប៉ះពាល់ដល់ page អញ្ចឹងណាបងប្អូនហើយអញ្ចឹងក៏ខ្ញុំសុខចិត្តបញ្ចូលសំឡេងតែម្ដងទៅកុំឲ្យបងប្អូនពិបាកអញ្ចឹងណាស្ដាប់ការបញ្ចូលសំឡេងរបស់ខ្ញុំឬក៏មើលតែទស្សនាតែរូបភាពក៏បានដែរបងប្អូនពិតជាស្រស់ស្អាតណាស់ស្រស់ស្អាតមែនទែនហើយមានភ្លើងពណ៌ច្រើនពណ៌មែនទែនបងប្អូនមានច្រើនពណ៌មែនទែនស្រស់ស្អាតមែនទែនពិតជាស្រស់ស្អាតណាស់អរគុណដែលបានទស្សនាវីដេអូរបស់ខ្ញុំរហូតដល់ចប់កុំភ្លេចចុច